ខ្ញុំប្រកាសណាធម្មភាភិក្ខុសុសង្ឃវុតោវត្តពិសិដ្ឋសូមនមស្ការព្រះធេរានធេរៈគ្រប់ព្រះអង្គសូមចម្រើនពរបងប្អូនញាតិញោមពុទ្ធបរិស័ទថ្ងៃនេះអបលើកឡើងទាក់ទងជាមួយនឹងសង្គមប្រទេសជាតិរបស់ខ្មែរយើងក្រោយការចប់សង្គ្រាមពីប្រទេសខ្មែរប្រទេសថៃដែលបានធ្វើសង្គ្រាមតាមជាយដែនហើយក៏បានឈ្លានពានរបស់ប្រទេសថៃឈ្លានពានខ្មែររបស់យើងធ្វើឲ្យប្រជាជនខ្មែរយើងបាត់ផ្ទះខូចខាតផ្ទះបាត់ដីបាត់ទ្រព្យសម្បត្តិខ្ចាត់ខ្ចាយនិរាសប្រត់ប្រាសបងប្អូនចេញពីទីកន្លែងទៅទីផ្សេងហើយក៏អ្នកខ្លះក៏បានស្លាប់ត្រូវគ្រាប់យន្តហោះត្រូវគ្រាប់ដែលកើតសង្គ្រាមរវាងប្រទេសខ្មែរនិងប្រទេសថៃអញ្ចឹងសប្តាហ៍ថ្ងៃនេះគឺជាបញ្ហាសេដ្ឋកិច្ចរហូតដល់មានបញ្ហាសង្គមគុំមានន័យថាបងប្អូនប្រជាពលរដ្ឋដែលរស់នៅឬក៏ជនភៀសសឹកជនភៀសខ្លួនទៅនៅខេត្តសៀមរាបខេត្តផ្សេងក្រៅពីដែលខេត្តដែលជាប់ព្រំប្រទល់ជាមួយប្រទេសថៃនោះធ្វើឲ្យបងប្អូនរងគ្រោះបាត់ចំណូលហើយក៏ជាប់បំណុលជាពាក្យបំណុលរបស់ប្រជាពលរដ្ឋដែលជាពាក្យបំណុលអំពីធនាគារជាពាក្យបំណុលអំពីការខ្ចីបុលគេដើម្បីដោះបំណុលតែទីបំផុតគឺត្រូវជារុំកកទៅវិញបងប្អូនប្រជាពលរដ្ឋគួរឲ្យសោកស្ដាយមកពីណាមកពីថ្នាក់ដឹកនាំរបស់យើងផ្លេចការពីប្រទេសជាតិផ្លេចការពីប្រជាពលរដ្ឋផ្លេចការពីទឹកដីហើយចំណេះជំនាញในក្នុងការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលមានកម្រិតខ្សោយហើយក៏តាមការពិតបើសិនជាយើងគ្រប់គ្រងអំណាច40ឆ្នាំ50ឆ្នាំបានមកប៉ុណ្ណឹងហើយវាអាចនឹងមានអ្វីដែលគេហៅថាប្រទេសជាតិខាងគេលេងញើតកោតក្រាចគេលេងញើតកោតខ្លាចពីដល់ប្រទេសខ្មែររបស់យើងអត់មានអីទេសោះចឹងគេសាក់លបងពីជាយដែនគេចូលទៅជ្រឿនតិចគេទម្លាក់គ្រាប់តាមយន្តហោះចម្បាំងរបស់គេហ្នឹងហើយធ្វើឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើងរងគ្រោះដោយសារការទម្លាក់គ្រាប់របស់ថៃដែលឈ្លានពានប្រទេសខ្មែរយើងនឹងធ្វើឲ្យខ្មែរយើងរងគ្រោះដោយសារការឈ្លានពានរបស់ប្រទេសថៃហ្នឹងហើយបងប្អូនប្រជាពលរដ្ឋខ្មែរយើងដោយសារតែមានថ្នាក់ដឹកនាំគឺដឹកនាំតពូជតវងតកូលតបពូតសាច់ញាតិឃើញទេបងប្អូនចាក់ស្រេះគ្នារបៀបដឹកនាំបែបនេះបងប្អូនប្រជាពលរដ្ឋធ្វើឲ្យប្រទេសទន់ខ្សោយធ្វើឲ្យប្រទេសខ្មែរយើងបើសិនជាមានការកើតសង្គ្រាមលើកទី3សង្គ្រាមលោកលើកទី3ខ្មែរយើងដឹងតែបាត់ពីផែនទីពិភពលោកថៃនឹងយូនពុះចែកគ្នាពាក់កណ្ដាលនេះអានឹងមិនមែនមានន័យថាវាអញ្ចឹងទាំង 100% ទេបងប្អូនប្រជាពលរដ្ឋតែបើសិនជាតាមការ
ដែលគេចង់បានរបស់ប្រទេសជាតិខាងហ្នឹងគឺអញ្ចឹងឯងគឺគេហៅថាគោលបំណងរបស់ប្រទេសជាតិខាងរបស់យើងហ្នឹងគេមានគោលបំណងអញ្ចឹងហើយគេអត់ផ្លេចទេបងប្អូនឃើញទេគេធ្វើសង្គ្រាមឃើញទេគេអត់ផ្លេចទេគេធ្វើទៅគេអាចគេហៅថាដើម្បីទៅយកទឹកដីរបស់ប្រទេសមួយដែលប្រជាជនដែលរាជរដ្ឋាភិបាលដែលថ្នាក់ដឹកនាំវាទន់ខ្សោយហើយវាមានតម្បៅនៅពីក្រោយខ្នងរបស់ថ្នាក់ដឹកនាំរបស់នាយករដ្ឋមន្ត្រីរបស់រាជរដ្ឋាភិបាលរបបផ្ដាច់ការនៅក្នុងទីក្រុងភ្នំពេញដឹកនាំដោយតកូលហ៊ុនសែនដឹកនាំដោយគណៈបព្វប្រជាជនធ្វើឲ្យប្រព័ន្ធដឹកនាំរបស់ខ្មែរយើងទន់ខ្សោយអាហ្នឹងហើយការដឹកនាំតែម្នាក់មួយគ្រួសារវាបានធ្វើកម្រិតនៃការទន់ខ្សោយហ្នឹងគឺទន់មិនអាចងើបក្បាលបានអស់ទាំងនឹងឯងដែលប្រទេសណាក៏ដូចប្រទេសណាដែលយើងមិនត្រូវឲ្យមានប្រព័ន្ធដឹកនាំដោយប្រទេសខ្មែរសពថ្ងៃហ្នឹងទេបងប្អូនប្រជាពលរដ្ឋមានតែសាច់ញាតិមានតែអំពើពុករលួយមានតែការកេងប្រវ័ញ្ចឆោបបោកពីបងប្អូនប្រជាពលរដ្ឋខ្មែរដែលទន់ខ្សោយក្នុងការសិក្សារៀនសូត្រក៏មានកម្រិតទាបធ្វើឲ្យការចេះដឹងការយល់ដឹងអំពីច្បាប់ការយល់ដឹងអំពីសិទ្ធិរបស់ខ្លួនឯងវានៅមានកម្រិតអញ្ចឹងហើយរបបដឹកនាំផ្ដាច់ការដោយតកូលហ៊ុនឬគណៈបព្វប្រជាជនដឹកនាំដោយប្រទេសយួនដែលនៅគៀបដោយគំនាបគៀបថ្នោតរបស់ហ៊ុនសែនហ្នឹងដែលយួនបានគៀបអត់អាចឬបំរាស់អំពីគំនាបរបស់យួនបានអានឹងឯងដែលធ្វើឲ្យប្រទេសខ្មែរយើងវាទន់ខ្សោយដោយសពថ្ងៃអញ្ចឹងបងប្អូនប្រជាពលរដ្ឋឃើញយើងអត់មានយន្តហោះចម្បាំង40ឆ្នាំ50ឆ្នាំវាមិនគួរណាអត់មានយន្តហោះចម្បាំងបងប្អូនវាគួរឲ្យអស់សំណើចទិញនាឡិការាប់រយលានរាប់ពាន់លានដុល្លារហើយយន្តហោះចម្បាំងមួយគ្រឿងឬក៏អ្វីដែលការពារប្រទេសវាអត់មានបងប្អូនប្រជាពលរដ្ឋវាគួរឲ្យសង្វេគជាទីបំផុតនៅក្នុងប្រវត្តិសាស្ត្រខ្មែរដែលវាមានប្រទេសដែលគេប្រើបច្ចេកវិទ្យាដល់ទន់សម័យមួយនៅក្នុងបច្ចុប្បន្ននាពេលបច្ចុប្បន្ននេះហើយប្រទេសខ្មែរយើងវាអត់មានអីគេអញ្ចឹងវាគូឈឺចាប់បងប្អូនប្រជាពលរដ្ឋវាគូឈឺចាប់ហើយយើងមានតែការផ្លាស់ប្ដូររបបដឹកនាំនឹងទេបានយើងអាចកែមុខមាត់ប្រទេសកែគេហៅថាធនធានរបស់មនុស្សខ្មែរយើងឲ្យមានការសិក្សាឲ្យមានចំណេះជំនាញហើយទៅធ្វើការបម្រើប្រជាពលរដ្ឋធ្វើការបម្រើឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើងដែលសពថ្ងៃនេះគឺរងចាំរាជរដ្ឋាភិបាលដែលមើលការខុសត្រូវដែលគេហៅថាគិតគូរពីរឿងផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋមិនដូចសពថ្ងៃគណៈបព្វប្រជាជនគិតគូរតែផលប្រយោជន៍របស់ខ្លួនផលប្រយោជន៍របស់សាច់ញាតិផលប្រយោជន៍ពូជពង្សវង្សាចឹងហើយវាអត់បានធ្វើអីឲ្យជាដុំកំភួនដល់ប្រទេសជាតិคล้ายទៅជាគេមើលងាយប្រទេសជាតិត្រូវបានគេឈ្លានពានប្រទេសជាតិត្រូវបានគេជន់ឈ្លីដោយរបបដឹកនាំដោយតកូលហ៊ុននឹងបានធ្វើឲ្យប្រទេសរបស់យើងមានភាពអាសន្ន
បងប្អូនប្រជាពលរដ្ឋខ្មែរយើងសពថ្ងៃនេះគឺមានភាពអាសន្នជាទីបំផុតសម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរទីបំផុតបើគេចូលចង់ធ្វើអីបានតាមអំពើចិត្តដូចសពថ្ងៃចេះបងប្អូនមើលគេយកបានអានេះគេចោទថារបស់គេអានោះគេចោទថារបស់គេហើយគេចូលទៅគ្រប់គ្រងគេប្រើកម្លាំងទម្ហានទៅអានោះគឺអារបៀបឈ្លានពានដែលមើលឃើញជាក់ច្បាស់បងប្អូនប្រជាពលរដ្ឋហើយព្រំបន្ទាល់ដែនប្រទេសខ្មែរយើងហើយនិងប្រទេសថៃតាំងពីសម័យបារាំងស៊ីមហ្នឹងយើងបានបោះបង្គោលសន្ធិសញ្ញានឹងវាច្បាស់លាស់វាមិនអាចកែប្រែទៅបានទេហើយមានតែការធ្វើសន្ធិសញ្ញាយោគយល់គ្នាដើម្បីចុះស្រាវជ្រាវនៃព្រំបន្ទាល់ថានៅទីកន្លែងណានៅកន្លែងណាដើម្បីបញ្ជាក់ទាំងសងខាងប្រទេសហ្នឹងឲ្យដឹងថាអូនៅកន្លែងនេះជាបង្គោលព្រំដែនឬកន្លែងខ្លះវាអាចបាត់ដោយសារមនុស្សវាលោភលន់ណាបងប្អូនប្រជាពលរដ្ឋនោះលោភលន់អញ្ចឹងបងប្អូនប្រជាពលរដ្ឋខ្មែរយើងអត់ដែលទៅលោភលន់ប្រទេសណាឲ្យបានមកចង្អាមឬក៏មកចង្អុលដៃហ្នឹងគឺអត់មានទេបងប្អូនវាមានតែបាត់ជំនឿតិចទាំងអស់បើបណ្ដោយបងប្អូនបណ្ដោយឲ្យតកូលហ៊ុននឹងដឹកនាំប្រទេសបើសិនជាអានេះមកដល់កូនបើសិនទៅដល់ចៅរបស់ហ៊ុនសែនទៀតណាគឺខ្ទេចហើយខេត្តសៀមរាបខេត្តបាត់ដំបងខេត្តកំពង់ធំខេត្តអីហើយទៅនៅណានៅមកកាពិខេត្តកណ្ដាលបន្តិចឬខេត្តតាកែវបន្តិចនឹងបងប្អូនជាមកពីនោះហ្នឹងគឺអស់ពីខេត្តស្វាយរៀងហ្នឹងគឺខេត្តនៅខាងភូមិភាគឦសានហ្នឹងគឺខ្ទេចយូនយកអស់ខាងនេះគឺថៃយកអស់អញ្ចឹងហើយសួរថាយើងនៅអីបងប្អូននៅមកតកូលហ៊ុនសែនមកកញ្ចែបនៅខេត្តកណ្ដាលប៉ុណ្ណឹងហ្នឹងហើយបងប្អូនសុខចិត្តឈឺចាប់ដោយគេរំលោភបំពានផ្សេងមើលទៅឃើញស្រស់អញ្ចឹងបងប្អូនសួរបងប្អូនថាតើបងប្អូនទទួលបានទេបើគេធ្វើអញ្ចឹងហើយដោយសារអាការដឹកនាំដែលអាក្រក់ជាទីបំផុតដោយរបបតកូលហ៊ុនហ្នឹងយើងមិនអាចទទួលយកបានទេការដឹកនាំប្រទេសប្រហែល10ឆ្នាំហើយមកមើលឃើញច្បាស់លាស់អាការមានសង្គ្រាមជាមួយនឹងប្រទេសគេហើយនេះដើម្បីការពារប្រទេសហ្នឹងគឺការទឹកដីឲ្យគេហែទៅទីអាហ្នឹងលក្ខណៈហ្នឹងអញ្ចឹងបើគេឃើញគ្រាន់តែគេគម្រាមថាកុំហៅថាថៃប្រទេសថៃនឹងបានឆ្លៀតពៀនអត់ហ៊ានហៅថ្នាក់ដឹកនាំអីវាកំសាអីដល់កម្រិតហ្នឹងបងប្អូនប្រជាពលរដ្ឋហើយសិក្សារៀនសូត្រនៅប្រទេសលទ្ធិប្រជាធិបតេយ្យនៅប្រទេសសេរីបេដាប្រជាធិបតេយ្យនៅពិភពលោកទៀតផងទៅសិក្សានៅចប់មហាវិទ្យាល័យហ្នឹងហើយមកដឹកនាំប្រទេសអីក៏វាអន់ដូចមនុស្សដែលមិនបានសិក្សាអីអញ្ចឹងពីព្រោះវានៅពីក្រោយខ្នងហ្នឹងគឺមានយូននៅពីក្រោយខ្នងហ្នឹងទីនឹងហើយបងប្អូនប្រជាពលរដ្ឋមើលទៅសង្កេតមើលទៅតាមក្រសួងផ្សេងដែលគេហៅថាប្រព័ន្ធដឹកនាំរបស់ខ្មែរយើងហ្នឹងបងប្អូនមើលទៅថាតើមានយូនបណ្ណាខ្មែរបណ្ណាអ្នកដែលធ្វើកិច្ចការឲ្យបងប្អូនប្រជាពលរដ្ឋបានឃើញជាក់ស្ដែងហ្នឹងវាបានកម្រិតណាបងប្អូនមើលទៅមើលពិចារណាមើលទៅតាមស្រុកតាមភូមិតាមឃុំតាមខេត្តទីរួមខេត្តអីផ្សេងបងប្អូនប្រជាពលរដ្ឋហើយនឹងទីរួមក្រុងនៅទី
ក្រុងភ្នំពេញផ្សេងតើប្រជាជនខ្មែរបានទទួលការមើលការខុសត្រូវអំពីរាជរដ្ឋាភិបាលហ្នឹងបានកម្រិតណាអត់ទេមានទេឈបបោកហើយបង្កើតឧកញ៉ាលេងនវត្រាហ្នឹងដើម្បីឲ្យប្រជាជនហ្នឹងទៅទិញផ្ទះទិញសំបែងយកលុយហ្នឹងមកចិញ្ចឹមគ្រួសារតកូលហ៊ុនបងប្អូនប្រជាពលរដ្ឋឧកញ៉ាផ្សេងដែលបង្កើតហើយដូចលេងនវត្រាបងប្អូនប្រជាពលរដ្ឋក៏ពលករមកពីកូរ៉េវាតែមានអីវាបានសិក្សារៀនសូត្រវាមានបានទៅបណ្ដុះបណ្ដាលវិជ្ជាជីវៈអីបានច្បាស់លាស់ហើយមកដល់គ្រាន់តែធ្វើដើម្បីពាំងគេហៅថាកុំអោយគេសិក្សាស្រាវជ្រាវរកឃើញថាតកូលហ៊ុនវានៅពីក្រោយខ្នងប៉ុណ្្នឹងឯងហើយជុះមុខឲ្យតកូលហ៊ុនហ្នឹងគឺរលុយហ្នឹងគឺដើម្បីមានតែឈ្មោះទេតែតកូលហ៊ុននេះនៅពីក្រោយខ្នងនៃការធ្វើកិច្ចការងារហើយបងប្អូនប្រជាពលរដ្ឋខ្មែរយើងបើមានការរងគ្រោះអីទៅស្រែកឲ្យរាជរដ្ឋាភិបាលជួយរាជរដ្ឋាភិបាលតកូលហ៊ុនហ្នឹងគឺជាតកូលនេះលួចប្លន់នេះប្លន់ទឹកដីនេះប្លន់គេហៅថាអំណាចរបស់ប្រជាពលរដ្ឋដូចយើងបោះឆ្នោតកន្លងមកអញ្ចឹងឃើញគាត់ប្លន់ពីប្រជាពលរដ្ឋប្លន់សិទ្ធិប្លន់អំណាចប្លន់ការធ្វើបាបគំរាមកំហែងផ្សេងគ្រប់សពបែបយ៉ាងដែលគេនៅក្នុងពិភពលោកមនុស្សជាតសញ្ញាណរបស់មនុស្សដែលគេមិនហ៊ានធ្វើហ្នឹងគឺតកូលហ៊ុនបានធ្វើទាំងអស់ហ៊ុនសែនហ្នឹងគឺបានធ្វើទាំងអស់ខុសវាមិនខុសអីពីសត្វដេរឆានទេបងប្អូនប្រជាពលរដ្ឋអាហ្នឹងសូមឲ្យបងប្អូនប្រជាពលរដ្ឋអ្នកដែលគ្រប់គ្រងរាជរដ្ឋាភិបាលសពថ្ងៃក៏គ្រប់គ្រងដើម្បីឲ្យយូនមកគៀបយើងឬក៏ឲ្យថៃទៅគៀបយើងឬក៏ឲ្យអ្នកផ្សេងតកូលហ៊ុនហ្នឹងមកគៀបឬបងប្អូនប្រជាពលរដ្ឋបន្តទៀតអានឹងសូមឲ្យបងប្អូនប្រជាពលរដ្ឋយកទៅគិតយកទៅពិចារណាទាំងអស់គ្នាហើយក៏សូមមកបញ្ចេញមតិតាក់ទងជាមួយនឹងសង្គមប្រទេសជាតិហើយនឹងក៏តាក់ទងជាមួយនឹងការដឹកនាំរបស់រាជរដ្ឋាភិបាលដឹកនាំដោយតកូលហ៊ុនហើយរបបផ្ដាច់ការទូទាំងពិភពលោកវាមិនខុសអីពីប្រទេសខ្មែរយើងទេដែលគ្រប់គ្រងរបបផ្ដាច់ការនឹងទីបំផុតគឺអស់ខ្យល់គឺស្លាប់របបផ្ដាច់ការនឹងទៅគឺរោតែជីវិតរស់នៅក្នុងទឹកដីប្រទេសខ្លួនឯងអត់មានផងអានឹងឯងគឺទីបំផុតរបស់របបផ្ដាច់ការវាទៅដំណាក់កាលហ្នឹងឯងសូមឲ្យបងប្អូនត្រូវតែចេះឬបំរាស់ត្រូវតែចេះហ៊ានតវ៉ាហ៊ាននៃការមកនិយាយការពិតដូចលោកបណ្ឌិតកែមលីដែលគាត់បាននិយាយការពិតគាត់មិនខ្លាចស្លាប់គាត់ជ្រើសរើសរកអាការដែលហ៊ានរបស់គាត់នឹងដើម្បីឲ្យបណ្ដុះឲ្យយុវជនខ្មែរចំនួនក្រោយនឹងហ៊ានបើមិនចឹងទេនៅតែខ្លាចតកូលផ្ដាច់ការតកូលហ៊ុនសែនតកូលគណៈបព្វជិជនដែលដឹកនាំដោយយូនដែលវាបានគៀបសង្កត់ខ្មែរយើងនឹងគឺត្រូវហ៊ានខ្មែរយើងបើយើងដឹងថាយើងជាខ្មែរយើងត្រូវហ៊ានលះបង់យើងត្រូវហ៊ានតវ៉ាយើងត្រូវហ៊ានបញ្ចេញមតិយើងត្រូវហ៊ានសិក្សារៀនសូត្រឲ្យបានខ្ពស់ឲ្យដើម្បីមកគេហៅថាបញ្យលបង្ហាញឲ្យសង្គមប្រជាពលរដ្ឋឬក៏ឲ្យស្ទាប់យុវជនរបស់យើងនឹងបានយល់ដឹងបានចេះដឹងហើយហ៊ាននៃការក្រោកឡើងតស៊ូដើម្បីអំណាច
របស់ប្រជាជនខ្លួនឯងអំណាចសិទ្ធិអំណាចរបស់ប្រជាពលរដ្ឋខ្មែរទាំងចំនួនបច្ចុប្បន្ននេះហើយនឹងចំនួនយុវជនចំនួនក្រោយទៀតផងអានឹងសូមឲ្យបងប្អូនប្រជាពលរដ្ឋបានជួបប្រទះតែនឹងសេចក្តីសុខហើយសេចក្តីចម្រើនសូមចម្រើនពរបញ្ចប់